ខ្ញុំបាទឈ្មោះវត្តចាយជាអនុប្រធានមហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រនិងភាសាសូមជម្រាបសួរនិងសូមអបអរសាទរចំពោះបងប្អូនដែលទៅតែប្រឡងជាប់បាក់ឌុបនាពេលថ្មីនេះតើបងប្អូនមានបំណងចង់បន្តការសិក្សាទៅបរទេសឬទេសាកលវិទ្យាល័យ Norton អាចជួយបងប្អូនបានសិក្សាភាសាអង់គ្លេសនៅសាកលវិទ្យាល័យ Norton បងប្អូននឹងទទួលបានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងពិតប្រាកដដែលអាចជួយឲ្យបងប្អូនបន្តការសិក្សាទៅក្រៅប្រទេសបាននៅសាកលវិទ្យាល័យ Norton យើងមានសាស្ត្រាចារ្យទាំងក្នុងស្រុកនិងសាស្ត្រាចារ្យបរទេសដែលមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំដែលអាចមានសមត្ថភាពផ្ទេរចំណេះដឹងផ្នែកភាសាអង់គ្លេសទៅដល់បងប្អូនយ៉ាងមានប្រសិទ្ធភាពបំផុតលើសពីនេះទៅទៀតនៅសាកលវិទ្យាល័យ Norton យើងមានគ្រឿងបរិក្ខារដ៏ទំនើបបន្ទប់ពិសោធន៍ផ្នែកភាសានិងបណ្ណាល័យដ៏ធំទូលាយដែលអាចធ្វើឲ្យដំណើរការនៃការសិក្សាភាសាអង់គ្លេសរបស់បងប្អូនប្រព្រឹត្តទៅបានយ៉ាងរលូនមហាវិទ្យាល័យអក្សរសាស្ត្រមនុស្សសាស្ត្រនិងភាសានៃសាកលវិទ្យាល័យ Nortonដល់ជូននៅមុខជំនាញ3សំខាន់មុខជំនាញទី1គឺការគ្រប់គ្រងការអប់រំនិងការបង្រៀនមុខជំនាញនេះគឺសម្រាប់និស្សិតទាំងឡាយណាដែលមានបំណងឬចំណូលចិត្តផ្នែកអប់រំនិងចង់ក្លាយខ្លួនទៅជាសាស្ត្រាចារ្យនៃភាសាអង់គ្លេសនាពេលអនាគតមុខជំនាញទី2ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងអន្តរជាតិនិងការទូតហើយមុខជំនាញនេះផងដែរគឺសម្រាប់និស្សិតទាំងឡាយណាដែលមានបំណងចង់ក្លាយជាមន្ត្រីការទូតនិងមុខជំនាញទី3ចុងក្រោយគឺជាភាសាអង់គ្លេសសម្រាប់កិច្ចការធុរកិច្ចហើយមុខជំនាញនេះគឺសម្រាប់និស្សិតទាំងឡាយណាដែលមានបំណងចង់ក្លាយខ្លួនទៅជាអ្នកទំនាក់ទំនងពាណិជ្ជកម្មទូទាំងសកលលោកមកពីទីណាក៏ដោយឲ្យតែមានឆន្ទៈអ្នកនឹងទទួលបានជោគជ័យនៅសាកលវិទ្យាល័យ Norton